ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបជាមួយនឹងលោកគ្រូសាស្ត្រជាថ្មីដែលថ្ងៃនេះខ្ញុំនឹងលើកយកនៅប្រធានបទតែសេចក្តីថ្មីមួយទៀតយកមកចែកជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺប្រធានថ្មីនេះតកតងទៅនឹងទស្សនៈមួយលើកឡើងថាការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាតែបន្សល់ទុកនូវភាពវិបដិសារីនិងភាពអន្តរាយចូលពន្យល់អញ្ចឹងទាំងអស់គ្នាចងចាំហើយតែកាលណាគេប្រើពាក្យថាចូលពន្យល់មានន័យថាជាប្រធានបែបអត្ថាធិប្បាយពន្យល់ហើយអញ្ចឹងត្រូវចាំធ្វើម៉េចយើងត្រូវមើលអាពាក្យបង្កប់បញ្ជានោះឲ្យច្បាស់សិនតែកាលណាយើងដឹងថាពាក្យបង្កប់បញ្ជាវាជាប្រធានបែបពន្យល់ហើយដូច្នេះចូលអូនកលេចមើលបន្តទៀតតកតងជាមួយនឹងខ្លឹមសាររបស់ប្រធានអញ្ចឹងប្រធានវាថាម៉េចការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាតែបន្សល់ទុកនូវភាពវិបដិសារីហើយនិងភាពអន្តរាយអញ្ចឹងគោលដៅរបស់គេសំដៅលើអីណាទាំងអស់នេះបាទគឺការប្រើប្រាស់អំពើហិង្សាគេថាអំពើហិង្សាអីគេគឺការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាតែកាលណាយើងប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាអ្វីដែលជាការបន្សល់ទុកអ្វីដែលជាដំណោះស្រាយនេះតើទទួលបានផលអីគេគឺជាទូទៅបានជោគជ័យដូចគ្នាតែអ្វីដែលសំខាន់គឺបន្សល់នូវភាពវិបត្តិសារីហើយនឹងភាពអន្តរាយអញ្ចឹងក្នុងករណីនេះក្រោយពីយើងមើលទៅលើខ្លឹមសារនឹងនៃរបបប្រធានបទនេះនោះយើងនឹងឃើញថាតើពាក្យគន្លឹះសំខាន់មានអីខ្លះគឺអំពើហិង្សាបញ្ហាភាពវិបដិសារីនិងភាពអន្តរាយអញ្ចឹងពាក្យគន្លឹះមានដល់ទៅ4ណាបាទគឺហិង្សាបញ្ហាភាពវិបដិសារីហើយនិងភាពអន្តរាយបាទអញ្ចឹងយើងដឹងហើយថាបើនិយាយពីការដោះស្រាយបញ្ហាជាទូទៅយើងមាន2មិនអញ្ចឹងណាបាទគឺការដោះស្រាយដោយប្រើហិង្សាការដោះស្រាយដោយសន្តិវិធីអហិង្សាប៉ុន្តែក្នុងន័យនេះប្រធាននេះគោលដៅរបស់គេគឺសំដៅទៅលើភាពហិង្សាណាអំពើហិង្សាអញ្ចឹងគេអត់និយាយតកតងទៅនឹងអហិង្សាឬមួយក៏តកតងសន្តិវិធីទេគោលដៅរបស់ប្រធានគេនេះគឺសំដៅទៅលើតែអំពើហិង្សាទេបាទអញ្ចឹងសេចក្តីអត្ថាធិប្បាយបាទជាទូទៅដូចយើងធ្លាប់រំលឹកម្ដងហើយម្ដងទៀតថានៅក្នុងសម្លេងតៃសេចក្តីខ្មែរគឺជាទូទៅបាទគឺយើងបែងចែកជា3ផ្នែកសេចក្តីដើមតួសេចក្តីហើយនិងសេចក្តីបញ្ចប់មិនទេបាទអញ្ចឹងថ្ងៃនេះយើងនិយាយអំពីការដោះស្រាយបញ្ហាម្ដងពីមុនមកយើងនិយាយតទៅជាមួយនឹងបញ្ហាផ្សេងៗច្រើនហើយតែថ្ងៃនេះយើងនិយាយពីការដោះស្រាយបញ្ហាដោយភាពអហិង្សាឬភាពអហិង្សាវិញតែឥឡូវគេផ្ដោតសំខាន់ទៅលើហិង្សាចុះសួរថាអាការដោះស្រាយដោយហិង្សាហ្នឹងវាយ៉ាងម៉េចជាអំពើដោះស្រាយម៉េចរបៀបម៉េចធ្វើបែបណាណាអញ្ចឹងឥឡូវយើងជួបទាំងអស់គ្នាជាមួយនឹងសេចក្តីអត្ថាធិប្បាយលំនាំបញ្ហាគោលដៅរបស់ប្រធាននេះសួរថាការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាតែបន្សល់ទុកនូវភាពវិបដិសារីសួរថាអ្នកណាអ្នកប្រើហិង្សាគោកបីដំរីសេះឬមួយក៏អស់អនុព្រំទាំងឡាយមិនមែនទេគឺមនុស្សមិនចឹងណោះបាទបើសិនជាមនុស្សអញ្ចឹងយើងផ្ដើមលំនាំបញ្ហាតកតងទៅនឹងបញ្ហារបស់មនុស្សហ្មងទៅព្រោះតាមធម្មតាលំនាំបញ្ហាយើងគ្រាន់តែជាការបង្ហើបមួយដោយធ្វើម៉េចទំនាក់ទំនងទៅនឹងខ្លឹមសារវត្ថុបំណងរបស់ប្រធានមិនចឹងបាទដូច្នេះយើងមើលលំនាំបញ្ហាពេលខ្លះយើងអាចប្រើពាក្យយ៉ាងផ្លែកតិចទៅណោះបាទធម្មជាតិនៃជីវិតរស់នៅរបស់មនុស្សសួរថាមនុស្សរស់នៅមិនជាមិនផុតទេបញ្ហាគ្រាន់តែតិចហើយនឹងច្រើនទៅប៉ុណ្ណឹងទេតែបញ្ហាទាំងឡាយដែលមនុស្សជួបប្រទះនោះគឺសិតសឹងតែមានដំណោះស្រាយការដោះស្រាយបញ្ហានេះទៀតសោតវាមានលក្ខខណ្ឌបែបមកនៃការដោះស្រាយទៅតាមបែបផែននៃបញ្ហាយ៉ាងណាក៏ដោយការដោះស្រាយដោយសន្តិវិធីវាក៏ជាជំរើសមួយដែលនាំមកនូវភាពល្អប្រសើរផងដែរតែបញ្ហាខ្លះក
ក៏ទីមទីឲ្យមានការដោះស្រាយដោយហិង្សាទោះបីយ៉ាងនេះក្តីការដោះស្រាយដោយភាពហិង្សាទោះបីអាចជំរុញទៅនៅភាពជោគជ័យបានតែពេលខ្លះការដោះស្រាយបែបនេះក៏វាបន្សល់ទុកនៅបញ្ហាបន្សល់ទុកនៅការស្ដាយស្រណោះចំពោះកំហុសទាំងឡាយឬមួយក៏ចំពោះបញ្ហាប្រឈមទាំងឡាយដែរដែលធ្វើឲ្យមនុស្សជួនកាលនេះបន្សល់ទុកនៅភាពស្ដាយក្រោយបន្សល់ទុកនៅការបាត់បង់បន្សល់ទុកនៅភាពហិនហោចវិនិច្ឆ័យអន្តរាយជាដើមដោយសារតែឃើញបែបនេះហើយអាស្រ័យហេតុនេះហើយចំនួនបញ្ហាទៀតដោយអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាតែបន្សល់ទុកនូវភាពវិប្បដិសេរីនិងភាពអន្តរាយបន្តមកចំណុចបញ្ហាតើទស្សនៈដែលបានលើកឡើងខាងលើនេះមានអត្ថន័យខ្លឹមសារបែបណាក៏បានឬក៏យន្តន័យរបស់ប្រធាននេះយកបង្កើតជាចំណោមបញ្ហាដើម្បីសួរបំផុសក៏បានដែរចឹងយើងអាចសួរថាម៉េចតើការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហាបានបន្សល់នូវភាពវិប្បដិសេរីនិងភាពអន្តរាយដល់ការរស់នៅរបស់មនុស្សយ៉ាងដូចម្តេចដែរបានដូចនេះណាបានដូចគ្នាចំណុចទីនេះគឺយើងយកថាតើទស្សនៈបានលើកឡើងខាងលើមានអត្ថន័យយ៉ាងដូចម្តេចក៏បានឬក៏យកខ្លឹមសាររបស់ប្រធានមកសួរជាសំណួរបំផុសដើម្បីទាក់ទាញអ្នកអានឲ្យគេចូលចិត្តឲ្យគេកាន់តែមានចំណាប់អារម្មណ៍ទៅលើសំណេររបស់យើងក៏បានដែរបាទអញ្ចឹងវិធីការផ្លាច់ច្រើនហើយបាទដល់ពេលយើងបន្តមកយើងចូលដល់តួសេចក្តីណាបាទតួសេចក្តីតាមធម្មតាគឺយើងត្រូវប្រើឃ្លាភ្ជាប់សេចក្តីសិនចឹងការប្រើប្រាស់ឃ្លាសេចក្តីឬក៏ឃ្លាភ្ជាប់សេចក្តីនេះឲ្យវាមានន័យខ្លឹមសារឲ្យវាទំនាក់ទំនងទៅនឹងស៊ីសម្បត្តិគ្នាជាមួយនឹងប្រធាននេះក៏ជាចំណែកមួយល្អដែរអញ្ចឹងយើងអាចធ្វើម៉េចដើម្បីជាជំនួយជួយដល់ការបកស្រាយនៅទស្សនៈរបស់ប្រធានបានលើកឡើងខាងលើឲ្យបានក្បោះបាននឹងប្រកបដោយអត្ថន័យថែមទៀតនោះគូក៏បីយល់ន័យរបស់ពាក្យកន្លឹះមួយចំនួនជាមុនសិនមិនយើងប្រើមួយចំនួនចេះដោយសារវាមានពាក្យច្រើនបន្តមកប្រយោគពាក្យទាំងអស់នេះណាការប្រើប្រាស់ប្រយោគពាក្យនេះគឺវាជាចំណែកមួយសំខាន់ក្នុងការប្រើឃ្លាភ្ជាប់អញ្ចឹងយើងអាចដាក់ថាពាក្យថាអំពើហិង្សាមានន័យដល់ការប្រើប្រាស់កម្លាំងបាយក្នុងការដោះស្រាយបញ្ហាឬការប្រើប្រាស់កម្លាំងច្បាប់ការគៀបសង្កត់ផ្សេងបង្ខំធ្វើយ៉ាងណាដើម្បីឲ្យទទួលស្គាល់នៅកំហុសឬទទួលស្គាល់នៅការកាត់បន្ថយរីចំណែកពាក្យថាបញ្ហាវិញមានន័យថាទំនាស់វិបត្តិឧបសគ្គឬបញ្ហាប្រឈមនានាដែលមនុស្សជួបប្រទះបាទអញ្ចឹងបញ្ហាគឺសំដៅទៅលើឧបសគ្គឬក៏អ្វីដែលមនុស្សជួបប្រទះនឹងឯងបញ្ហាប្រឈមនឹងឯងបាទចំពោះពាក្យថាភាពវិបដិសេរីវិញនោះសំដៅលើការស្ដាយក្រោយការស្ដាយស្រណោះចំពោះកំហុសទាំងឡាយដែលខ្លួនបានប្រព្រឹត្តបាទធម្មតាទេមនុស្សរស់នៅត្រូវតែមានការប្រព្រឹត្តទេមិនចឹងប្រព្រឹត្តធ្វើសកម្មភាពធ្វើអីផ្សេងតែការធ្វើសកម្មភាពនេះពេលខ្លះដោយសារតែភាពជ្រុលជ្រោះខ្វះការគិតពិចារណាបង្កើតជាភាពវិបដិសេរីគឺស្ដាយក្រោយនឹងឯងបាទបន្តមកទៀតពាក្យថាភាពអន្តរាយគឺជាសេចក្តីវិនិច្ឆ័យភាពមហន្តរាយបន្សល់ទុកនៅណាការបាត់បង់ជាដើមអញ្ចឹងក្រោយពីយើងបញ្យល់ពាក្យហើយបាទក្រោយពីយើងយល់ពីន័យរបស់ពាក្យសំខាន់ហើយយើងចូលដល់អីបញ្យល់ន័យប្រធានអញ្ចឹងនៅក្នុងការបញ្យល់ន័យប្រធាននេះយើងប្រើឃ្លាឲ្យស្រួលទៅស្រួលស្ដាប់ណាយើងឲ្យប្រើឃ្លាភ្ជាប់ថាតាមន័យនេះទស្សនៈខាងលើមានន័យថាម៉េចការប្រើប្រាស់អំពើហិង្សានេះយើងបញ្យល់ថាម៉េចកម្លាំងបាយឬការប្រើប្រាស់នៃកម្លាំងតាមរយៈការដោះស្រាយបញ្ហាដោយណាប្រើផ្លូវច្បាប់ឬមួយក៏កម្លាំងមកខិតបង្ខំអីហ្នឹងណាក្នុងការដោះស្រាយនៅទំនាស់វិបត្តិផ្សេងឬឧបសគ្គទាំងឡាយដែលជាបញ្ហារបស់មនុស្សជួបប្រទះឬក៏បញ្ហាប្រឈមហ្នឹងវារមែងតែបន្សល់ទុកនៅការស្ដាយក្រោយនិងបន្សល់ទុកនៅភាពអន្តរាយឬសេចក្តីវិនាសបាទនឹង
ចំណុចទីអញ្ចឹងប៉ុន្តែអ្នកទាំងនោះនេះអត់ចាំបាច់ដាក់ច្រើនលើខ្ញុំអញ្ចឹងក៏បានដែរយើងគ្រាន់តែប្រើកាត់តែធ្វើម៉េចទៅសេជា clear ជាល្បះឲ្យស្របទៅតាមខ្លឹមសារនិងន័យរបស់ប្រធាននេះណាអញ្ចឹងន័យរបស់ប្រធានថាម៉េចការប្រើប្រាស់អំពើហិង្សាមែនទេអញ្ចឹងយើងអាចនិយាយថាការប្រើប្រាស់នៅកម្លាំងដៃនៅក្នុងការដោះស្រាយបញ្ហាវាឬក៏ដោះស្រាយនៅទំនងវិបត្តិឬក៏បញ្ហាប្រឈមវាតែងបន្សល់នៅការស្ដាយក្រោយមានភាពវិបត្តិសេរីនិងផ្ដល់នូវភាពអន្តរាយដល់ការណែយើងអាចនិយាយទៅប៉ុណ្ណឹងក៏បានដែរបាទក្រោយពីយើងដឹងយើងយល់អំពីន័យរបស់ប្រធានហើយអញ្ចឹងយើងត្រូវយកន័យរបស់ប្រធានហ្នឹងយកមកបកស្រាយអញ្ចឹងនៅក្នុងការបកស្រាយនេះយើងដឹងថាជាតួសំខាន់បំផុតរបស់តៃសេចក្តីជាខ្លឹមរបស់តៃសេចក្តីអញ្ចឹងក្នុងការលើកខ្លឹមសាររបស់ស្រាយក្នុងការលើកន័យរបស់សុភាសិតរបស់ទស្សនៈខាងលើយកមកបកស្រាយនេះគឺត្រូវតែធ្វើម៉េចបង្ហាញឲ្យឃើញថាតើកាលណាអ្នកឯងដោះស្រាយបញ្ហាដោយប្រើកម្លាំងបាយវាដងច្រំធាក់គ្នាទៅវិញទៅមកហ្នឹងណាវាមិនបន្សល់ទុកនៅភាពស្ដាយក្រោយហើយមូលហេតុអីបើយើងសម័យគិតមើលណាយកធៀបអ្នកដទៃមកខ្លួនយើងឧបមាថាបើយើងមានបញ្ហាជួបគ្នាហើយប្រើប្រាស់ហិង្សាវាដងច្រំធាក់គ្នាឧបមាគេដៃយើងមិនដៃយើងឈឺអត់បើយើងឈឺគេក៏ឈឺដែរហើយតែការដែលឈឺហើយបង្កើតការទៅជាកំហឹងក៏ដល់តែពេលយើងខឹងគ្នាខ្លាំងមែនទែនជួនកាលឈានដល់ឯងដោះស្រាយមួយគ្នាមិនបាននិយាយគ្នាមិនកើតផ្លូវច្បាប់តែកាលណាផ្លូវច្បាប់គេសង្កត់តាមរយៈនៃការសំដងអីផ្សេងនឹងហើយចុងបញ្ចប់ទំនាក់ទំនងក៏បានណាការនិយាយរកគ្នាជួនកាលណាតមកគ្នាលេងអត់និយាយរកគ្នាបាទអានោះសុទ្ធតែអាចកើតចេញពីហិង្សាណាឬក៏និយាយប្រត់ប្រាស់គ្នាអីចឹងទៅណាធម្មតាទេណាឧបមាថានៅក្នុងគ្រួសារចោះតែកាលណាយើងប្រើប្រាស់ហិង្សាលើគ្នាដោះស្រាយដោយបានន័យថាអហិង្សាវាអត់អីទេសម្រស់សម្រួលគ្នាទៅវិញមកត្រូវគ្នាវិញចុះបើលោចៃដល់យើងអត់ត្រូវគ្នាតែបែកបាក់គ្នាហើយប្រឆាគ្នាហើយអញ្ចឹងជីវិតផុតទេអនុស្សាវរីយ៍គឺមានន័យថាយើងនឹកឃើញអ្វីដែលយើងធ្លាប់ជួបគ្នាល្អអើនមួយគ្នាដល់ពេលយើងឈឺទេតាណោះមែនទេបាទឈឺបេះដូងហ្នឹងគឺជាខ្លឹមសារសំខាន់របស់សំឡេងនេះហើយដូច្នេះក្នុងការបកស្រាយយើងធ្វើម៉េចជាការប៉ុណ្ណេះបញ្ហាបំណងវិបត្តិឬបញ្ហាប្រឈមទាំងឡាយសុទ្ធតែមានវិធីនៅក្នុងការដោះស្រាយហើយការដោះស្រាយនេះផ្សេងពីគ្នាថែមទៀតផងបាទបញ្ហាខ្លះទាមទារឲ្យមនុស្សដោះស្រាយដោយសន្តិវិធីឬអហិង្សានោះទៅធ្វើឲ្យបានជោគជ័យមានន័យថាមនុស្សនៅពេលដែលយើងប្រើការត្រិះរិះពិចារណាចេះឆ្វេងយល់ពីបញ្ហានឹងបានច្បាស់លាស់ហើយយើងដោះស្រាយដោយអហិង្សាយកបញ្ហាមកពិភាក្សាគ្នាទៅអញ្ចឹងដំណោះស្រាយល្អហើយលទ្ធផលអាចបង្រួមអាចធ្វើឲ្យជួបជុំអាចធ្វើឲ្យមានការខាតបង់តិចតួចយើងអាចផ្សព្វផ្សាយគ្នាបានបាទប៉ុន្តែបើមនុស្សខ្វះការគិតគំនិតពិចារណាបានន័យថាមនុស្សមិនសិតតែដោះស្រាយបញ្ហាហ្នឹងគឺគាត់ចេះគិតទេពេលខ្លះខ្វះការពិចារណាណាអញ្ចឹងគាត់អត់គិតល្អរហូតទេពេលខ្លះធ្វើឲ្យមនុស្សបាត់បង់គំនិតហើយធ្វើឲ្យមនុស្សប្រើប្រាស់នូវភាពឆាវឆាវឬក៏កំហឹងនៅពេលដែលខឹងធម្មតាទេពេលខ្លះមានការជេរបដិបដាសាគ្នាឬមួយមានការបែកបាក់ទ្រព្យសម្បត្តិដោយប្រការណាមួយណាវាអាស្រ័យទៅលើតាមប្រភេទនៃហិង្សាអញ្ចឹងធ្វើឲ្យមនុស្សបាត់បង់ស្មារតីដល់បាត់បង់ស្មារតីបាត់បង់មនសិការហើយឈានដល់ការដោះស្រាយបញ្ហាគឺហិង្សាហើយណាអត់មុតលែងបានហើយទ្រាំលែងបានហើយណាបាទដល់ពេលទ្រាំលែងបានអញ្ចឹងគាត់ធ្វើម៉េចគាត់ប្រើប្រាស់ហិង្សាហើយហិង្សានេះវាច្រើនប្រភេទទៀតណា
ជួនកាលគាត់ប្រើហិង្សាតាមរយៈផ្លូវចិត្តអាហិង្សាផ្លូវចិត្តហ្នឹងមិនបង្ខំតាមរយៈផ្លូវចិត្តធ្វើឲ្យតល់ច្រកតាមរយៈផ្លូវចិត្តធ្វើឲ្យមនុស្សខឹងគ្នាធ្វើឲ្យមនុស្សជេរប្រតិបត្តិស្អាតគ្នាបង្ខិតបង្ខំជេរស្ដីគ្នាទៅវិញទៅមកណាតើកាលណាកើតហិង្សាអារម្មណ៍ពុះកញ្ជោលណាបង្កើតដែរបង្កើតឲ្យបញ្ហាកាន់តែអាក់អន់ចិត្តណាសម្ពុនចិត្តជាមួយគ្នាទៅវិញទៅមកពេលខ្លះអាបញ្ហាទាំងអស់ហ្នឹងដោយសារតែការស្ដីបន្ទោសឲ្យគ្នាការនិយាយចំអកឡលើគ្នាអាហិង្សាផ្លូវចិត្តហ្នឹងណាបាទដល់ពេលអញ្ចឹងធ្វើឲ្យមនុស្សមិនគុំគួនណាអាកំណត់ចិត្តកំណត់អីផ្សេងផ្សេងអញ្ចឹងចាប់ដើមកប់ហើយបញ្ហាទាំងឡាយកប់នៅក្នុងខ្លួនគាត់ដែរជួនកាលអថ្ងៃដែលយើងថាឲ្យគេហ្នឹងគេអត់តន់ឆ្លើយតបទេថ្ងៃណាមួយដល់ធ្ងន់ទៀងទុកបឹងបាទដូចគ្រាប់បែកចឹងបរិមាណនោះចេញមកពីក្នុងខ្លួនស្អីក៏មានលើកកោះកកាយមកតិចអស់ហ្នឹងហើយគេហៅថាហិង្សាផ្លូវចិត្តដល់ពេលអញ្ចឹងចាប់ដើមហើយគេជះមកវិញជះចុះជះឡើងជាដល់ហើយពេលខ្លះហិង្សាផ្លូវកាយហិង្សាផ្លូវកាយមិនណាវាយដំច្រំធាក់ណាយកកំហឹងមកពីក្រៅជួនកាលណាមានបញ្ហាខាងក្រៅយកមកបញ្ចេញនៅក្នុងផ្ទះជួនកាលអាបញ្ហាក្នុងផ្ទះយកទៅខាងក្រៅណាគេហៅនាំភ្លើងក្នុងចេញក្រៅនាំភ្លើងក្រៅចូលក្នុងណាអានឹងសិតតែប៉ះពាល់ណាមិនថានៅក្នុងក្រុមគ្រួសារឬមួយក៏បញ្ហានៅក្នុងសង្គមឧទាហរណ៍ដូចគ្រោះថ្នាក់ចរាចរណ៍ជាដើមជួនកាលដល់ពេលជជែកគ្នាទៅអត់ត្រូវឈានដល់វ័យគ្នាក៏មានដែរអាហ្នឹងដោយសារអីខ្វះការពិចារណាហើយដោយសារតែអាផ្លូវចិត្តនោះវាតឹងតែងពេកហើយអត់មានជួយដល់ស្រាយគ្នាបើជានិយាយចំអកឡលើគ្នាទៅវិញទៅមកទៅប្រាំហើយតែប្រើហើយលទ្ធផលចុងក្រោយហើមុខហើមាត់បាក់ដៃបាក់ជើងឬមួយក៏ប៉ះពាល់ដល់ប្រការណាមួយអាចពេលខ្លះអាហិង្សាផ្លូវកាយនេះវាយដំច្រំធាក់វិជ្រុលចូលគុកបានសម្រាប់មិនចឹងបង្កឲ្យមកខាងទៀតរងស្នាមខ្លាំងបង្កឲ្យមកខាងទៀតគេអត់អាចដោះស្រាយបានអញ្ចឹងគេរកច្បាប់តែច្បាប់គឺកុកហើយឬក៏ជ្រុលដៃខ្លាំងមែនទែនឈានដល់មនុស្សជាតិណាបាត់បង់ជីវិតទៅនឹងចូលគុកដល់ទៅពេលគុកម៉េចស្ដាយក្រោយមិនគួរសោះរឿងតិចមួយសំជ្រុលដៃបន្តិចទៅណាអាហ្នឹងគឺវិបត្តិស្រីហើយសួរថាតែចូលគុកហើយម៉េចអន្តរាយហើយបែកបាក់ហើយបាត់បង់ហើយអ្វីគ្រប់បែបយ៉ាងណាបាទបើសិនជាត្រឹមមកល្មមស្នាមជាំឬក៏ដល់ប្រការណាមួយវាគុកស្រាលប៉ុន្តែបើសិនជាជ្រុលដៃរហូតដល់ស្លាប់នោះហើយធ្ងន់ហើយណាផ្លូវច្បាប់គឺប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃគឺអត់រួចខ្លួនទេសំណាញ់ច្បាប់ហើយទៀតណាបាទអញ្ចឹងអានឹងហើយគេហៅថាហិង្សាដោយផ្លូវកាយកណ្ណាពេលខ្លះទៀតហិង្សាផ្លូវសម្ភារៈណាអាហ្នឹងមិនជួនកាលមនុស្សណាឡែកយកឡែកឧទាហរណ៍ថាគាត់មានបញ្ហានៅកន្លែងធ្វើការអីចឹងទៅស្រាប់តែពេលខឹងពេកណាវាចាស់ថាម៉េចស្រាស200ស្រាស200រៀលមកដល់ផ្ទះនេះចៃដន្យប្រពន្ធធ្វើបាយម្ហូបអត់ឆ្ងាញ់ជួនកាលកូនមកងាវទ្រាំបានចានប្រើឆ្នាំងប្រើណាឬមួយក៏មានអីនៅចិត្តដៃមានអីចោលដឹងមានអីវៃដឹងតែសួរថាបោះណាគេបោះខ្លួនឯងហ្នឹងបោះក្រុមគ្រួសារខ្លួនឯងហ្នឹងបាទទីបំផុតបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងដល់ពេលស្វាងណាមិនណាវាស្ដាយក្រោយហើយណាស្ដាយក្រោយហើយជួនកាលដោយសារតែស្រវឹងយកស្រាជាលេសអីចឹងទៅណាបង្កើតជាភ្លើងហិង្សាណាបាទអញ្ចឹងអត់ទីនេះអាហិង្សាផ្លូវសម្ភារៈនេះក៏គ្រោះថ្នាក់ដែរព្រោះ
ông bố má tha nó không té bọt chàn sexy ở tới nè mình hộp tà lão tế sớm mai ní nè mình là ta hộp bài cho môi nâng tà lão tiết là hộp tập môi tà lão tiết bài kèo bài chàn bài chàn sexy ở hái bạn ấy vô nắng đó bạn ấy vô nắng khơi ấy vô nắng ta ấy và te nắng đã vô tìm một phút tịch on dry là kì trong cua sáng là tập hoa trong gói tu bay rồi nơi chỉ một cái tiết tài rộng chật đấy cùng cua này cái đó mình ăn o cho nè chập đam mây như vậy nên tiền khi tụi mình mốt vậy làm khi tụi mình mốt nè dốt kia bọc luôn này dốt kia bọc luôn sang luôn này dốt là hay cái thằng cái là tập hoa trong gói ai luôn đây buổi đêm ba đi đấy tệ nè bé khác là hốt chiến đó hàng sản phẩm hết tiết của mình này hàng sản phẩm hết của mình này ở đây một quân khách không kia đôi một bên chạy xem như môi có đôi cả năng muối miên tròn cả này nè hơi tất cả hàng xa chiều lại chỉ hợp học nè tu bay ca pra hàng xa đôi bị thi năng rồi bay ngay đôi mình tha hàng xa đôi chân hàng xa đôi cai hàng xa đôi xong rẽ dưới đôi pra ca năng cái đó ôiแต่pra hàng xa hơi chỉ một học cứ chỉ hai được một cái bay vào bắt bằng xong kỳ bắt bằng tầm độ chật lên nhân ca chi chật nên là bên tầm bọc lên cái đo làm lại nên tầm bọc bằng ca tôi chỉ càng giấy pe trên nên tầm bên tầm bọc giấy bát đai non đai giấy lên chi chét lên cái đo làm lại của họ bọc ra nên tầm bên tầm bọc là tập họ trong gói cứ miễn té khôi khác vì nia on trái hai ở vậy câu bài dáng cho trái cứ mình ai sắp sang đây bán nụ hai cứ mình xong tục nộp hiệu bị bẹt đi sáng rồi ơi ba sớm anh ơi chạy này hằng xa không có cừu xa ba cừu xa nó còn như này chỉ hợp thôi còn tết anh chờ vô đời xa ấy sớm anh chụp cừu xa pri bởi đi chỉ trang không riêu chứ có riêu trang đấy làm gì cặp trang nó tiếng này ngày cừu xa sớm anh chụp cừu xa pri bởi trang không riêu miền đi thăm được bây giờ những cặp tới trang nó trong mình trong cứ viên của hình đó cái niềm tình thôi chia mình thoát này còn ta mà dân chỉ dành đặt thằng non đấy cứ bởi vì đọc sai cứ sai chứ chứ đọc sai để thằng non bằng rốt hết ăn bài bạc tay mà dân chia chán đặt vô tờ lẹ vô nó về được bài hỏi mình ấy bật chết bán với nhé tu bây chết bán có ở đâu đâu này cho hồ sạn đây kìaสมาชิกของทรัพย์ไม่ได้จะจานของเรียวจังแต่การนั้นชูต่อเตงมีให้เรื่องติดตุ้ยยืมสับสากนี่ก็อะไรจีปันใต้เบอร์เรื่องติดตุ้ยแจ้งสิโยมมาผมว่ามาดองบังคับตุกน้องเจ็ดบังคับตุกน้องอารมณ์นะมาดองมันติดcơยูtới bằng tay bàn chỉ cặp tụt bưng môi đấy là tụt họ trong cõi chỉ có thể đặt sang hé nè mình đặt lên tụi mình mốt bắt bong là sang kỳ phiếp lên miền cá chịu chuyện nên tụi mình mốt vợ trong ru sáng mày chiên đo cá bay bát nè vợ chuồn cá thân xa lên phơi cài phơi chân tới rồi hốt vợ ỏi miền mặt hàng mà nè bị ca phiếp rồi môi có bắt bong sạch tê rồi môi có bắt bong đâu cả ca môi rồi có ai lấy miền tầm độ chật nhất chiên đo lên khi hơi ta ca nào ở đây một quân lên khi hơi phơi mà như thế con nó khi bên đây này hả ở cô bà nghe sáng họ đây là tôi bán con bắt bong ca sẵn sàng bắt bong thiệt cọ này ăn như là cô bà luôn đây chừng này nhé cái mưa xào ca sẵn sàng đến số cập thể chỗ nhé xong rồi pra xem chua ca có bắt bong đôi sang pra hăng xa hơi nhé lôi các xemត្រូវបានចែកទ្រព្យសម្បត្តិត្រូវបានចែកជាពីរយកទៅណាបើសិនជាយកទៅថែរក្សាការពារហើយជួបជុំគ្នាដោយប្រការមួយមិនអីតែបើសិនជាយកទៅហើយយកទៅចាយវាបំផ្លាញចោលទៅលើលំបាញ់ពីវាអាឡាសាយផ្សេងអស់ទៅស្រាប់តែទីបំផុតមកសម្រុះសម្រួលគ្នាត្រូវវិញនេះអ្នកណាខាតបងខាតទាំងអស់គ្នានឹងឯងប៉ុន្តែបើសិនជាអត់អាចផ្សះផ្សាយគ្នាបានទេនោះគឺឯងvì vấn đề sai cao ấy mình tham đây mình tham một cuốn này cho nó bé Obama thả
tới chụp cô tam phơi nâng cô đấy nhỉ cho chụp với snack nhưng mình tới ở bị anh tới mà ai chân tay nè xong tốt vậy bịa cọ thế anh nữa con tay với sầm mánh ta nó mình chơi anh nói nhỉ cứ việc với ở những snack rồi miên ca sờ nó chụp cô trong cô sát nè bay bạc miên phiệp ăn trái nó trong cô sát hết xua thẳng vì vậy nông vừa ở mình bị bề sợi ông không chịu nè bị bề sợi ông không chịu cứ ở hai cái bạn từ đôi xa từ cái hành sai nè bạn mình thay cho mình thì còn đại bạn biết tụi mình đang bị dạng đi snap ấy ở sau môi trường muốn đó có biết chi chừng này môi được không ca chui bằng hai nhà khơi thả cái đó sai bài hai bài phim hành sai đi cứ mình ai chi chừng rất lo thế chỉ tung tăng thôi cứ vì tay mình phong lên phim vì để sấy ca sai đó thì con trái như này nó chi mình phát triển con trái mình ai cài bài bàn gì chuôn cao cứ mình lúc ba ca cứng đôi xa tới phim với bài đôi xa tới ca promat tới lên bài hai tích tu thì nó giang nam mình cho cái tam giải ca sắc xa xa đây so với sơ từ chi bay không ai á rương mi dừng khơi này bao nhiêu cái chi việc bỏ chạy mình đúng cứ cro lùm bạ tàu giá mà này bà thấy miên của bốn nhiên thằng lẽ nó cứ anh sẽ phơi gì trẻ cả tập tay luôn đào tàn ở đây chỉ cho trai anh chân tới cả chơi luôn nó còn che chộng che trong tới này nè chơi rô si bàn màu nó ban tay tôi sầm ráp té cột công luôn anh nè chết khang còn sớm bên tâm nè non cho môi kê là tập hoa trong cõi khơi cứ ca luôn nó cro lùm bạ tàu giá bàn tay cột chuôn thằng anh muối bây để đi petra đi còn cái hai thai nè sập phơi cái bao sập phơi màu cắt tới nè cột lẹ đây chỉ một con là bọn nè sập phơi khơi một chấm ấy có anh là số cháu mà nấu thắng thì khát không bằng prai rosi của quân vẫn cầm chui con anh chân tới cho cái chế ở ban trong trái anh chân tới đời xa tận đi petra nó khơi nhiên khá lẽ ông xa phóng nè hạt bài đời chỉ nhìn càng chọt chật phóng lấy búa đô bốn nghe món á nè anh để chơi đắng cái rương cái ở này bỏ khám nè anh từ nơi chúng mới cro là ham chẳng mà nấu nâng bớt cho mớ vì miệng ớt hay chỉ mớ ớt đi nè anh tới tại trong cro ớt bà là tập họ trong cõi đời xa tại khiếp khăn sầm bá đời xa tại mình chơi bụng ruộng kia khăn tay biết tập ở pan nâng sư cha cái riêng tập ở pan nâng sao truyền từ đó cả bài bạc kia đồ của bốn kia là tập họ trong cõi nè nên problem mà ruộng nông chúng muốn chăm lúc chơi cột công chơi tha ra ca pin chơi sừng phong bạc chơi ấy sọc bài giang rồi ban mo chơi chui nên tụi mình một đây của bốn tìm một phát chơi mà nếu khai choអ្នកមានទ្រព្យសម្បត្តិស្រកស្ដំខ្លាយជាឧត្តមមន្ត្រីហើយត្រូវបានព្រះរាជាសពរិហតីតែងតាំងដាក់ប្រថាប់នាមថាមីយើងនឹងផងណាខ្លាយជាសទ្ធិដែលមានទ្រព្យសម្បត្តិស្រកស្ដំចុះនាយភេត្រាដែលជានាយសម្ពៅដែលធ្លាប់តែជាសទ្ធិមានវិញយកនាងខាត់លាក់ទៅណាអត់ចេះធ្វើការអីចេះតែរស់នៅជាមួយនឹងប្តីសុបាយដើរលេងសុបាយអីសពបែបយ៉ាងចាយវាតាមហេតុតាមកាលកូនមានកូនមានចៅមកចិញ្ចឹមបីបាច់ថែរក្សាណាគ្រាន់តែកូនជុះមកយកកណាត់តែកៃណាកាត់ហើយជូតបោះចោលណាដោយសារតែភាពធ្វើប្រហែសការប្រមាថនៃការប្រើប្រាស់ហិង្សាតាមរយៈនៃការដូរប្រពន្ធគ្នាឯងលទ្ធផលចុងក្រោយធ្វើឲ្យចៅសំដៅធ្វើឲ្យនាយសម្ពៅឬនាយភេត្រានោះវិបដិសេរីអស់មួយជីវិតលទ្ធផលចុងក្រោយខ្លាចជាអ្នកសំភារនោះដោយសារអីដោយសារតែហិង្សាតាមរយៈនៃការខុសពាក្យសម្ដីគ្នាទៅបន្តិចអត់បង្រួមគ្នាបែរជាទៅដូរប្រពន្ធគ្នាជាតលហើយខំបន្ថែមជាមួយគ្នានេះផងដែរបើតលេចមើលតាមរយៈអក្សរសិល្ប៍បុរាណបែបព្រាហ្មណ៍និយមគឺរឿងរៀងគេក៏អត់ខុសគ្នាដែរក្រុងរាជបាទជាស្ដេចនៃនគរលង្កាទាំងមូលស្ដេចនៃនគរយៈមួយទាំងមូលប៉ុន្តែដោយសារតែជឿតាមសម្ដីរបស់នាងសុវណ្ណខាឬសុវណ្ណខាដែលជាប្អូនស្រីនេះដោយសារតែនាងនោះត្រូវបានប្រលាក់ណាកាត់កោទាំងងកោអីផ្សេងដោយសារទៅណាចង់ប្រខុសទំនងនោះលឺសូននាងសុវណ្ណខាថានាងសដានឹងល្អប្រើហិង្សាទៅចាប់ប្រពន្ធគេណាដោយសារតែតប៉ះណាទៅបំផ្លាញសេចក្តីសុខរបស់គេចាប់ប្រពន្ធគេយកមកធ្វើជាណាបង្ខំធ្វើជាប្រពន្ធខ្លួនឯងតែនឹងមិនបានអីទៀតណាលទ្ធផលចុងក្រោយឃើញបាទនគរលង្កាក៏រលាយកូនទាំងប្រមាណរបស់ក្រុងរាជក៏បាត់បង់ជីវិតណា
ក្រុមគ្រួសារសូម្បីតែបងប្អូនសាច់ញាតិទាំងឡាយក៏ត្រូវស្លាប់ដោយសារតែខ្លួនណាដោយសារតែប្រើប្រាស់ទៅលើការចាប់បង្ខិតបង្ខំប្រពន្ធគេហើយទីបំផុតសូម្បីតែជីវិតខ្លួនឯងក៏អត់រក្សាគុំដែរនោះក៏ដោយសារអីការប្រើប្រាស់នៅហិង្សាតាមរយៈនៃការទៅចាប់យកនាងសីតាដែលជាអគ្គមហេសីរបស់ព្រះរាមនឹងហើយអញ្ចឹងកន្លែងនេះយើងនិយាយអ្វីទីទៅប៉ុន្តែខ្ញុំគ្រាន់តែនិយាយកាត់ណាដោយសារយើងពេលវេលាខ្លីតែខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកបជាចេះបរិទីសេចក្តីហើយយកខ្លឹមសារណាដែលជាប់តាក់ទងទៅនឹងវត្ថុបំណងឬខ្លឹមសាររបស់ប្រធានមកហើយចាំយើងដាក់អក្សរសិល្ប៍ទំនើបអក្សរសិល្ប៍ទំនើបនេះមានច្រើនណាស់ទៀតតាក់ទងការប្រើប្រាស់ហិង្សាមិនថារឿងទុំទាវឬទុំទាវគឺហិង្សាផ្លូវចិត្តតាមរយៈគេម្ដាយទាវបង្ខិតបង្ខំនឹងទាវមែនទេបាទនឹងហើយលទ្ធផលចុងក្រោយគឺអីទុំទាវស្លាប់ម្ដាយមានវិបដិសេរីប៉ុន្តែសូម្បីតែជីវិតខ្លួនឯងក៏អត់អាចថែរក្សាបានដែរនោះដោយសារអីការបង្ខិតបង្ខំផ្លូវចិត្តកូនបង្ខំឲ្យកូនយកគូស្រករដែលកូនមិនពេញចិត្តឬក៏គេហៅថាប្រកាន់ផ្នត់គំនិតនំមិនធំជាងនេះយកខ្លួនឯងអាងខ្លួនឯងជាម្ដាយជាធំនឹងឯងឬក៏រឿងថកែចិត្តចោលក៏អត់ខុសគ្នាដែរពួកហំប្រើប្រាស់ហិង្សាអីដោយសារតែចង់បានលុយមានម្ដាយចាស់ជឿចង់បានលុយដើម្បីធ្វើបុណ្យធ្វើទានមានប្រពន្ធក្អករីរៃចង់បានលុយដើម្បីព្យាបាលកូនស្រីត្រូវរៀនអនុវិទ្យាល័យណាអញ្ចឹងត្រូវការលុយទិញសម្ភារៈផ្សេងអញ្ចឹងទៅជឿតាមការញុះញង់របស់តកែដោយតកែថាប្រសិនបើកឡានទៅប៉ះឬក៏គៀឡានតកែអ៊ំប៉ាងងលីបន្តិចបន្តួចទៅឲ្យមានស្នាមរបួសអីចឹងទៅគាត់នឹងឲ្យលុយជាថ្នូរចំនួន10000រៀលយកទៅគាត់គិតថាអាចចាំគ្រួសារគាត់បានព្រោះគាត់ជាអ្នកបើកឡានជាតាចុងឡានគឺវាប្រាក់ខែតិចវាមិនគ្រប់ដោយសារតែភាពលោភលន់ផងដោយសារគិតពីក្រុមគ្រួសារជ្រុលពេកផងវាមិនខុសទេការគិតទៅលើក្រុមគ្រួសារវាអត់ខុសទេទំនួលខុសត្រូវក្នុងនាមប្រហមចំណេញគ្រួសារគឺអត់ខុសទេតែអ្វីដែលខុសគឺអីលោកអាដាមទៅទេលោកមនសិការវិជ្ជាជីវៈទៅប្រព្រឹត្តអំពើទុច្ចរិតដើម្បីលុយលទ្ធផលចុងក្រោយឃើញហើយលុយក៏អត់បានក្រុមគ្រួសារក៏បែកបាក់ទីបំផុតគាត់ជាមេគ្រួសារជាប់គុកទៀតតើជោគវាសនារបស់គ្រួសារគាត់យ៉ាងណានំសួរថាមកពីអីគឺហិង្សាដោះស្រាយបញ្ហាដោយសារលោកលុនដោយសារលោកអាដាមទៅលោកមនសិការបើកឡានទៅបុកឡានគេហ្នឹងហើយមនុស្សស្លាប់មនុស្សភាគដែរមានអីទៀតឧក្រិដ្ឋកម្មវិញមានអីទៀតលទ្ធផលចុងក្រោយមានកិច្ចពីសំណាញ់ច្បាប់បានអត់បានត្រឹមជួបនៅភាពអយុត្តិធម៌តែប៉ុណ្ណោះណាទោះបីកម្មករទាំងអស់ខិតខំសាមគ្គីគ្នាយ៉ាងណាក្តីទទួលបានហើយការបើកមុខណាតកែចិត្តអាក្រក់អីយើងទទួលបានហើយប៉ុន្តែអ្វីដែលជាភាពវិបដិសេរីវហំគឺអីជាប់គុកនឹងហើយក្រុមគ្រួសារបាត់បង់ទីបន្លែនឹងហើយនោះក៏ដោយសារអីគឺការប្រើប្រាស់នៅអំពើហិង្សាអញ្ចឹងយើងអាចដាក់រឿងផ្សេងទៀត3រឿង4រឿងក៏5រឿងអាស្រ័យទៅលើពេលវេលានៅក្នុងការសរសេររបស់បងប្អូនណាបើថ្នាក់វិទ្យាសាស្ត្រជាទូទៅច្រើនតែគេប្រើតែ3រឿងទេប៉ុន្តែបើបងប្អូនដែលរៀនខាងថ្នាក់វិទ្យាសាស្ត្រសង្គមអូនអាចដាក់4រឿងឬក៏5រឿងកាន់តែល្អណាព្រោះមើលទៅតែអ្វីដែលសំខាន់បើបងប្អូនអាចធ្វើបានណាយើងលើកអក្សរសិល្ប៍វិជ្ជាប្រៃឲ្យបានបុរាណឲ្យបានទំនើបណាដាក់អញ្ចឹងមកបែបបត់មកប៉ុន្តែមិនមែនយកទៅអញ្ចឹងទាំងអស់ណាបងបាទបើសិនជាក្នុងករណីអត់មានរឿងវិជ្ជាប្រៃណារនឹកមិនឃើញទេកុំនឹងអង្គុយបៀមបិចបាទកុំឲ្យខាត់ពេលវេលាអញ្ចឹងអូនដាក់បុរាណហើយទំនើបមកទៅតែបើលោកចាយបានអីនេះអាបុរាណហ្នឹងរកមិនឃើញនិយាយពិបាកពេកមិនច្បាស់ទៀតពេលខ្លះអូនណាពេលវេលាខ្លីណាអញ្ចឹងដាក់ទំនើបមកទៅទំនើប3រឿងឬ4រឿងអាស្រ័យលើបងចេះដែរណាតែធ្វើមិនទៅសេឲ្យចំខ្លឹមសាររបស់ប្រធានហ្នឹងបាទបន្ទាប់ពីអានឹងចប់យើងចូលដែរសរុបទៅលើខ្លឹមសារដែលបងបានបកស្រាយណាអញ្ចឹងសរុបមកណាការដោះស្រាយបញ្ហាដោយភាពហិង្សាដោយប្រើកម្លាំងបាយជាមធ្យោបាយមិនថាការប្រើប្រាស់ហិង្សាផ្លូវកាយផ្លូវចិត្តឬផ្លូវសម្ភារៈផ្សេងគ្រប់ហេតុផលណាក៏ដោយឲ្យតែប្រើប្រាស់នៅអំពើហិង្សាហើយគឺជាមិនផុតឡើយនៅការស្ដាយក្រោយស្ដាយស្រណោះនៅកំហុសទាំងឡាយដែលខ្លួនបានប្រព្រឹត្តហើយអ្វីៗគ្រប់បែបយ៉ាងវាជ្រុលអស់គូអស់ណាជួបនឹងសេចក្តីវិនិច្ឆ័យបាត់ហើយចង់ត្រឡប់ក្រោយក៏ត្រឡប់មិនរួចដែរ
bằng dương châu đó vì được lại là thiến chiều tu sửa lại bọc thiên là bạn là làm khởi miễn ở tầng này khâm xá nông ca bằng hai những phi ca đọc sai bằng há cứ mình tới ra bán đấy ông phải hăng xá nông không ca đọc sai thì cả thu ban lý với mình mang chi chịu lõ để nó mình để sắp tiếp xem sẵn lại vì hỏi không nghiêm chỉ là sự sạch đấy không nghiêm chia của nó không nghiêm chỉ sự mai trước đây cô xa cái đấy nè xong thưa với cả đây bị cha là hai muốn đừng đọc sai bằng há xem cứ tới tay phá sợ tay sang bằng gì á pháการkết cầm lực bị cha là ở ban bên ngay rốt hai đầu pho lại bằng thuần trớn nước tơ chỉ lời mối để nó mà là sự đầy sốc kịp xem sáng miền sọc hẹn của miền ca rô nơ đói mình miền ca sẽ này đó rứ miền cái bị để sẽ đấy rô nơ đói phép lọ của sáng nên miền đầm lái miền ở đầm phép này nó sẵn cùng bạn ở con trai sự không thá ការបង្ហាញពីការបកស្រាយនេះឬក៏ប្រធានតែសេចក្តីនេះនឹងបានជាប្រយោជន៍ដល់បងប្អូនសម្រាប់យកទៅប្រើប្រាស់សម្រាប់យកទៅការក្រេះពិចារណាជំនួយស្មារតីទៅដល់ការធ្វើតែសេចក្តីរបស់បងប្អូនដើម្បីត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះសូមអរគុណ